បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងគួរមានធម៌មួយតើហេតុអ្វីបានយើងចាំបាច់ត្រូវមានការវិភាគរៀនខ្លួនឯងនៅគេហដ្ឋានរបស់យើងនៅផ្ទះរបស់យើងបើអញ្ចឹងហេតុផលនោះគឺមានច្រើនហើយវាល្អសម្រាប់យើងនៅពេលយើងរៀបចំការវិភាគបានត្រឹមត្រូវនៅពេលដែលយើងធ្វើស្វ័យសិក្សានៅផ្ទះខ្លួនឯងអញ្ចឹងគុណសម្បត្តិទី1នោះគឺវាធ្វើឲ្យយើងនឹងអឺមិនបារម្ភក្នុងការគិតទៅលើតើយើងត្រូវរើសអឺតើយើងត្រូវរើស មុខវិជ្ជាណាដែលយើងត្រូវរៀនមុខវិជ្ជាណាយើងមិនត្រូវរៀនបើយើងបានរៀបហើយគឺយើងស្រួលហើយយើងរៀនតាមម៉ោងនីមួយៗដែលយើងបានរៀបអញ្ចឹងមុននឹងពេលរៀបយើងត្រូវមើលចន្លោះម៉ោងពេលដែលយើងទនេចាប់ពីម៉ោងប្រហែលដល់ម៉ោងប្រហែលអញ្ចឹងយ៉ាងយូរត្រឹមម៉ោង11អីទៅយើងចូលគេងទៅកុំយូរពេកអញ្ចឹងចន្លោះពីម៉ោង8ឬក៏ម៉ោង7ដល់ម៉ោង11នោះយើងអាចរៀបតាមកាលវិភាគដែលយើងចង់រៀនបានអញ្ចឹងកាលវិភាគយើងចង់រៀនវាអាចតាមមុខវិជ្ជាដែលយើងចង់រៀនដែរឧទាហរណ៍យើងចង់រៀនមុខវិជ្ជាខ្លះ ឲ្យបានមុខវិជ្ជាខ្លះក្នុងការរៀនហ្នឹងវាមានគណិតបាទមានខ្មែរមានរូបមានគីមីមានអង់គ្លេសបើទី12អាចថាថែមជីវៈអីមួយទៀតចឹងទៅអញ្ចឹងវិធីសាស្ត្រការរៀបហ្នឹងគឺបើសិនយើងគិតពីម៉ោង8 8 9 9 10 10 11វាបាន3ម៉ោងអញ្ចឹង3ម៉ោងបើសិនយើងចង់បែងចែករៀនឲ្យបាន6មុខអញ្ចឹងយើងអាចរៀនមិនមានថាកន្លះម៉ោងកន្លះម៉ោងអញ្ចឹងមួយមុខយើងអាចរៀបកន្លះម៉ោងបានចឹងយើងគួរតែរៀបតាមមុខវិជ្ជាដែលចង់រៀនមុនបើយើងចង់រៀនគណិតមុនយើងដាក់គណិតមុនគេទៅបន្ទាប់មកមុខវិជ្ជាផ្សេងអញ្ចឹងយើងពេលយើងរៀបហើយយើងគួរតែព្យាយាមអនុវត្តទៅតាមកាលវិភាគដែលយើងបានរៀបហ្នឹងយើងត្រូវមានវិន័យចំពោះខ្លួនឯងហើយយើងរៀបហើយយើងត្រូវអនុវត្តតាមវាបើយើងរៀបហើយយើងអត់អនុវត្តទេដូចយើងអត់មានន័យចឹងពេលយើងរៀបហើយចឹងបើហើយមួយវិញទៀតនៅពេលយើងរៀបចំកាលវិភាគហើយគឺយើងងាយស្រួលក្នុងការរៀនអញ្ចឹងយើងដល់ម៉ោងណាត្រូវរៀនហ្នឹងអត់មានត្រូវគិតច្រើនត្រូវរៀនអាណាដល់ម៉ោងនេះត្រូវរៀនអាណាអញ្ចឹងយើងអត់ពិបាកទេហើយអញ្ចឹងបងប្អូនគួរតែមានកាលវិភាគរៀនខ្លួនឯងម្នាក់មួយដើម្បីយើងស្រួលក្នុងការធ្វើស្វ័យសិក្សាអញ្ចឹងអាចចន្លោះម៉ោងដែលយើងចប់ការវិភាគហ្នឹងហើយតនេះយើងអាចធ្វើក៏បានដែរយើងអាចចង់រំលឹកមេរៀនទុករៀនថ្ងៃស្អែកក៏បានឬក៏យើងអាចលេងអីតិចតួចហើយយើងគេងក៏បានដែរអញ្ចឹងពេលយើងរៀបកាលវិភាគហើយគឺវាស្រួលក្នុងការរៀនខ្លួនឯងចឹងអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច like follow និង share អ្នកមួយផងជួបគ្នានៅវីដេអូក្រោយ